បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបនឹងខ្ញុំបាទ admin បន្តទៀតហើយបងប្អូនថ្ងៃនេះ admin នឹងលើកយករឿងមួយមកចែកជូនបងប្អូនសម្រាប់បាទរឿងនេះគឺរវាងចៅហ្វាយប្រុសនិងអ្នកបម្រើស្រីនៅក្នុងផ្ទះអញ្ចឹងបងប្អូនហើយចង់ដឹងថារឿងហ្នឹងវាទៅជាយ៉ាងណានោះសូមបងប្អូនរងចាំស្ដាប់ទាំងអស់គ្នាបាទតែមុននឹង admin សម្រាប់ជូនបងប្អូនស្ដាប់សូមបងប្អូនជួយគាំទ្រនិងជួយចុច subscribe ឲ្យ admin ម្នាក់មួយផងបាទឥឡូវចូលមកដល់សាច់រឿងរបស់យើងតែម្ដងទៅបងប្អូនរឿងរសជាតិអូនបុប្ផាកាលពីនៅក្មេងខ្ញុំមានវ័យប្រហែល18ឆ្នាំខ្ញុំបានលួចស្រឡាញ់នារីម្នាក់តែនាងមានគ្រួសារហើយនាងមានអាយុបងខ្ញុំ8ឆ្នាំផ្ទះនាងនៅជាប់ភូមិរបស់ខ្ញុំដែរថ្ងៃមួយខ្ញុំបានដើរទៅលេងផ្ទះរបស់នាងពេលដែលប្តីនាងមិននៅពេលខ្ញុំចូលមកដល់ផ្ទះរបស់នាងខ្ញុំបានឃើញនាងកំពុងតែបំបើកូននេះជាលើកទី1ហើយដែលខ្ញុំបានឃើញភ្នំទឹកដ៏ត្រលុកត្រលន់របស់នាងខ្ញុំមើលមិនដាក់ភ្នែកទេដល់ថ្នាក់ធ្វើឲ្យនាងអៀនមិនបានបំបើកូនទៀតតែសំណាងមិនល្អសោះសម្រាប់ខ្ញុំខំលួចស្រឡាញ់នាងជាយូរទោះបីដឹងថានាងមានប្តីហើយក៏ដោយតែនាងពុំបានដឹងខ្លួនទេនៅថ្ងៃមួយចៃដន្យអីមានអ្នកចំនួនទិញដីម្នាក់គាត់បានឲ្យដីផ្ទះរបស់នាងរៀងថ្លៃក្រនបើខ្ញុំពិតជាខូចចិត្តណាស់នៅពេលដែលហាងឆេងដីកំពុងឡើងថ្លៃខ្លាំងបែបនេះធ្វើឲ្យខ្ញុំមិនអាចជួបនាងតទៅទៀតបានទេខ្ញុំដឹងច្បាស់ថានាងនឹងលក់ដីនោះប៉ុន្តែខ្ញុំនិយាយមិនទាន់បានមួយថ្ងៃផងស្អែកឡើងនាងក៏លក់ដីផ្ទះទៅរស់នៅកន្លែងផ្សេងបាត់ទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស្រងែកស្រងោកតែតោលតែម្នាក់ឯងតាំងពីពេលដែលនាងចេញទៅមកដល់សពថ្ងៃនេះខ្ញុំមិនដែលបានជួបនាងទៀតឡើយតាំងពីពេលនោះមកខ្ញុំដូចជាកំសត់ខ្លាំងណាស់ព្រោះខ្ញុំលួចស្រឡាញ់គេតែម្នាក់ឯងហើយខ្ញុំក៏ដេកនឹកគេសឹងតែជារៀងរាល់ថ្ងៃមិនមានអ្វីមកឲ្យខ្ញុំអាចបំភ្លេចនាងបានឡើយថ្ងៃមួយចំពេលបុប្ផាជាស្រីបម្រើផ្ទះខ្ញុំកត់នៅផ្ទះតែម្នាក់ឯងបុប្ផានាងមានអាយុប្អូនខ្ញុំ2ឆ្នាំតែបើនិយាយពីរូបសម្រស់របស់នាងវិញស្រស់ស្អាតបែបកូនអ្នកស្រែមុខពងក្រពើសម្បុរសណ្ដែកបាយសក់ត្រឹមចង្កេះឡើងខ្មៅក្រឹបដើមទ្រូងទៅតែមានបន្តិចរៀងតូចស្រឡឹងនាងទៅតែពេញក្រមុំហើយចាប់តាំងពីពេលនោះមកខ្ញុំក៏ចាប់ផ្ដើមមានចិត្តទៅលើបុប្ផាខ្ញុំតែងតែស្រមៃឃើញរូបរាងដ៏ស្រឡូនរបស់នាងជាច្រើនដងមកហើយថ្ងៃដែលខ្ញុំបានចាប់ចិត្តមកលើនាងនោះគឺថ្ងៃដែលខ្ញុំអាចបំភ្លេចនារីម្នាក់នោះបានថ្ងៃមួយខ្ញុំចាប់ផ្ដើមមានគំនិតផ្ដេសផ្ដាសខ្ញុំចង់ឃើញរូបរាងស្រីពិតចាប់តាំងពីពេលនោះមកខ្ញុំក៏បានចិញ្ចឹមចិត្តលួចមើលបុប្ផាគ្រប់សកម្មភាពជារៀងរាល់ថ្ងៃមួយពិតជាបានដូចបំណងមែនមុនពេលដែលនាងចូលដេកនាងចូលបន្ទប់ទឹកងូតទឹកខ្ញុំក៏ត្រៀមរួចជាស្រេចរួចខ្ញុំក៏មើលពុកម៉ែសិនខ្ញុំក៏ឃើញពុកម៉ែចូលបន្ទប់បាត់ហើយប្អូនស្រីខ្ញុំកំពុងតែធ្វើមេរៀនក្នុងបន្ទប់របស់គាត់នៅពេលនាងចេញពីបន្ទប់ទឹកចូលទៅកាន់បន្ទប់របស់នាងខ្ញុំបានលួចមើលតាមប្រហោងបង្អួចព្រោះបន្ទប់ខ្ញុំនិងបន្ទប់នាងនៅជួបគ្នាឃើញនាងយកកន្សែងចងពង់ត្រឹមកំភ្លៅរួចជូតសក់តែខ្ញុំមិនបានឃើញពីខាងមុខសោះឃើញតែពីខាងក្រោយជូតសក់រួចនាងក៏ទៅអង្គុយលើក្រែខ្ញុំបានឃើញភ្នំទាំងគូរបស់នាងពិតជាស្អាតណាស់គួរឲ្យខ្លាញ់ណាស់ចំណែកនៅត្រង់ល្វែងខាងក្រោមរបស់នាងវិញខ្ញុំមើលឃើញហើយធ្វើឲ្យអារម្មណ៍របស់ខ្ញុំកាន់តែពុះកញ្ជ្រោលតែម្ដងធ្វើឲ្យមើមដំឡូងរបស់ខ្ញុំឡើងរឹងឆ្កឹងបន្ទាប់មកនាងក៏ស្លៀករ៉ូបដេកយប់រួចហើយក៏ដេកបាត់ទៅខ្ញុំលបមើលនាងយូរទៅធ្វើឲ្យខ្ញុំកាន់តែហ៊ានឡើងនៅថ្ងៃមួយនាងក៏នៅផ្ទះតែ2នាក់ខ្ញុំនាងក៏ចូលបន្ទប់ទឹកងូតទឹករៀបចំចេញទៅក្រៅ
ខ្ញុំក៏បាននិយាយប្រាប់នាងថាបុប្ផាខ្ញុំលួចស្រឡាញ់បុប្ផាយូរហើយនាងញញឹមទាំងអៀនមុខឡើងក្រហមនាងយកដៃរបស់នាងទាញទៅបិទនឹងដើមទ្រូងរបស់នាងដោយមើលឃើញថានាងឲ្យសញ្ញាភ្លើងខៀវហើយនោះខ្ញុំក៏ចាប់ដើមបីនាងដើរសម្ដៅទៅបន្ទប់របស់នាងខ្ញុំសម្លឹងមើលនាងតាំងពីក្បាលដល់ចុងជើងលេបទឹកមាត់ក្អឹកបន្ទាប់មកពួកខ្ញុំក៏បានចុះសម្រុងគ្នាហើយក៏បានរស់នៅជាមួយគ្នាជាបន្តបន្ទាប់រហូតមកចាប់តាំងពីពេលនោះមកពួកយើងទាំងពីរនាក់រស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធតែម្ដងបាទហើយរឿងហ្នឹងក៏មកដល់ទីបញ្ចប់ហើយបងប្អូនតែបើបងប្អូនស្ដាប់ទៅគិតថាពេញចិត្តសូមបងប្អូនជួយគាំទ្រនិងជួយចុច Subscribe ឲ្យ admin ម្នាក់មួយផងបាទដើម្បីបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណ